សូមទោសប្អូនស្រីខ្ញុំគ្មានជំរឿអ្វីក្រៅពីធ្វើនោះទេអ្នកគឺជាខ្ញុំមានផ្ទៃពោះកូនរបស់បងយ៉ានហើយគាត់គឺជារបស់ខ្ញុំអ្នកមិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតគាត់ទេបើគាត់មានដៃគូគាត់ចេញមករកអ្នកខ្វាក់ចាក់សាវ៉ាសូមអរគុណចំពោះពរជ័យរបស់អ្នកគាត់បានថតរូបពិតណាស់គាត់ចង់ថតរូបហើយផ្ញើទៅម្ដាយខ្ញុំអ្វីសូមអរគុណប្រយ័ត្នពេលនេះម្ដាយខ្ញុំប្រហែលជាដឹងថាយើងនៅជាមួយគ្នាវាហាក់ដូចជាខ្ញុំគ្រាន់តែរំខានអ្នកក្នុងការជួបបរិសុទ្ធចំណាស់របស់គាត់មួយថ្ងៃទៀតមែនទេខ្ញុំជំពាក់អ្នកតែមួយរឿងប៉ុណ្ណោះអ្នកហៅខ្ញុំឲ្យជួយញ៉ៃញ៉ៃជាមួយអ្នកយើងទើបតែរៀបការក្នុងថ្ងៃបិទភ្នែកហើយខ្ញុំមិនខ្វល់ពីអ្នកទេឡែងខេងប៉ុន្តែខ្ញុំមិនបានសុំឲ្យអ្នកមកជួយទេមិនមែនអ្នកឬខ្ញុំទេខ្ញុំគ្រាន់តែសុំអ្នកមកទីនេះមិនមែនសុំឲ្យអ្នកជួយទេហើយដើម្បីឲ្យមានភាពគួរសមខ្ញុំថែមទាំងបានពិនិត្យមើលថាតើអ្នកអាចរកបានឬអត់ពេលខ្ញុំមកទីនេះអ្នកបានណាត់ជួបគ្នាប្រសិនបើអ្នកមិនចង់ហេតុអ្វីបានជាខ្ញុំជួយអ្នកធ្វើការណាត់ជួបនៅពេលនេះវាពិតជាកំហុសរបស់ខ្ញុំមិននឹកស្មានថាការបរិច្ឆេទពីការភ្នែកនេះនឹងមានរយៈពេលយូរដូចនេះទេជាងសុងគីខ្ញុំឃើញអ្នកកំពុងដាក់អន្ទាក់សម្រាប់ខ្ញុំកញ្ញាយ៉ែងចិត្តល្អខ្ញុំមានរបស់សំខាន់ចង់ជូនអ្នកមិនក៏សង្ស័យខ្ញុំបែបនេះកណ្ដាលខាងកើតដ៏សំខាន់នេះគឺអ្នកបើកបររបស់បងប្រុសខ្ញុំពូវ៉ាងជាអ្នកបើកបរក្នុងគ្រួសាររបស់ខ្ញុំអស់ជាច្រើនឆ្នាំបងប្រុសខ្ញុំទុកចិត្តគាត់ខ្លាំងណាស់ហេតុអ្វីបានជាគាត់ប្រើឡានក្រុងជារៀងរាល់3ថ្ងៃបើមានរឿងអីកើតឡើងតើបងប្រុសខ្ញុំទទួលទោសឬអត់មិត្តភ័ក្តិរបស់ខ្ញុំដែលចូលរួមក្នុងពិធីជប់លៀងនោះបានឃើញឡានរបស់បងប្រុសអ្នកដូច្នេះគាត់បានឆែកមើលឡានរបស់ខ្ញុំហើយបានរកឃើញត្រីម្យ៉ាងថ្ងៃនេះជាថ្ងៃល្អកូនក្រមុំចិត្តមកដល់ហើយខ្ញុំមិនដឹងថាតើពេលណាបងប្រុសលោកនឹងអាចយកបងថ្លៃស្រីគាត់មកវិញខ្ញុំមិនទាន់មានភាពសប្បាយរីករាយគ្រប់គ្រាន់នៅឡើយទេកូនក្រមុំនៅទីនេះតើនេះមិនមែនជាអ្នកបើកបរគ្រួសារចៅទេលើកនេះថៅកែកាន់តែខ្លាំងជាងមុនខ្ញុំអន្តេសាចង់ប្រាប់អ្នកនៅព័ត៌មាននេះប៉ុន្តែខ្ញុំមិននឹកស្មានថាកញ្ជ្រោងតូចដែលគ្មានបេះដូងនឹងនិយាយថាខ្ញុំបង្កើតវាទេបងយ៉ានតើអ្នកធ្វើដូចម្តេចកុំបារម្ភខ្ញុំនឹងមើលថែការប្រជុំជាមួយឪពុកម្ដាយរបស់អ្នកខ្ញុំនឹងរៀបចំឲ្យអ្នកច្បាស់ជាមុនពេលអ្នកទៅបរទេសខ្ញុំនឹងបញ្ជាក់ឲ្យបានច្បាស់ថាខ្ញុំនឹងមិនទុកឲ្យរឿងតូចតាចដូចជាការណាត់ជួបគ្នាងឹតងល់រំខានអ្នកទៀតទេយកព្រមបន្ទាប់មកវាត្រូវបានដោះស្រាយបងយ៉ានឲ្យខ្ញុំត្រឡប់ទៅដោះស្រាយអ្នកបើកបរម្នាក់នេះសិនប្រសិនបើអ្នកត្រូវការអ្វីសូមទូរស័ព្ទមកខ្ញុំគ្រប់ពេលលាហើយលោកជាងហេតុអ្វីបានជាអ្នកមិនប្រាប់កញ្ញាឆៅថាអ្នកបើកបររបស់នាងគឺជាពូរបស់ស៊ូវ៉ាន់ព្រះគុណសង្គ្រោះជីវិតពីមុនក៏ជាផែនការដែលបានគ្រោងទុកជាយូរមកហើយកញ្ជ្រោងតូចបានលេងហ្គេមអុកជាច្រើនតើខ្ញុំអាចយកអ្នកឈ្នះដែលគួរឲ្យរំភើបបំផុតដោយរបៀបណាអាយ៉ានតើអ្នកនឹងស៊ុយមានរឿងអ្វីកើតឡើងដូចដែលអ្នកអាចឃើញស៊ុយភីគឺខ្ញុំតែងតែចូលចិត្តអ្នកអបព្រះឲ្យតើអ្នកដឹងថាកូនប្រុសយើងនិយាយអ្វីទេគាត់ពិតជាចូលចិត្តស៊ុយតើនេះអាចទៅរួចដោយរបៀបណាខ្ញុំបានដឹងរួចហើយអ្នកដឹងវាជាយូរមកហើយអំណោយនេះមិនទាន់ត្រូវបានគេឲ្យនៅឡើយទេខ្ញុំខ្មាស់គេពេកមិនហ៊ានបោះវាចោលខ្ញុំបានរៀបចំសម្លៀកបំពាក់រួចហើយខ្ញុំបានដាក់វាចោលព្រោះខ្លាចភីគីម្ខាងទៀតមិនទទួលហើយខ្ញុំគ្រាន់តែបញ្ជាវាប៉ុណ្ណោះខ្ញុំគ្រាន់តែមិនអាចជួយបានប៉ុន្តែមានអារម្មណ៍ខ្មាស់អៀនរាល់ពេលដែលខ្ញុំគិតអំពីការផ្ញើអំណោយនៅពេលដែលយើងជួបគ្នាខ្ញុំគូវានៅលើបូម៉ាត់របស់ខ្ញុំហើយលើពីមកវិញខ្ញុំតែងតែមានអារម្មណ៍ថាវាលឿនពេកអ្វីដែលមានតម្លៃបំផុតគឺការរាប់អានគ្នាដោយស្មោះថែងជាកាន់តែស្ទាក់ស្ទើរវាកាន់តែពិបាកនិយាយនាងទិញកាដូជារៀងរាល់ឆ្នាំនៅថ្ងៃដែលនាងជួបស៊ុយប៉ុន្តែមនុស្សកំសាកនេះមិនដែលឲ្យវាម្ដងណាឡើយខ្ញុំមិនដឹងថាតើវានឹងកើតឡើងនៅឆ្នាំនេះទេវាប្រែថាកូនប្រុសរបស់ខ្ញុំចូលចិត្តស៊ុយនាងមានទំនាក់ទំនងល្អខ្ញុំចូលចិត្តស៊ុយតាំងពីខ្ញុំនៅក្មេងនាងឆ្លាតនិងគួរឲ្យស្រឡាញ់វាពិតជាល្អណាស់ប្រសិនបើគ្រួសារទាំងពីរអាចក្លាយជាគ្រួសាររបស់យើង